បាទឥឡូវខ្ញុំមកបង្ហាញពីការប្រើប្រាស់ងាយជាមួយនឹងម៉ាស៊ីន Newton 3ជាមួយនឹងមុខងារ fitness នេះអញ្ចឹងណា fitness នេះគឺទូនាទីគឺសម្រាប់វាបែងចែកលុយថ្មីលុយចាស់សម្រាប់ load ATM ណាអញ្ចឹងជំហានដំបូងយើងត្រូវនេះចុចក្នុង mood នេះឲ្យជាប់មកហើយយើងត្រូវចុចលើបើវាឈរលើ value ទេយើងត្រូវបដូរវាទៅ fitness នេះមកហើយបន្តមកទៀតគឺយើងបើកនៅខាងក្រោមនេះគឺ ATM ហ្នឹងហើយយើងបើក ATM ហ្នឹងមកបន្តមកទៀតយើងចុច start stop ហ្នឹងហើយទី2គឺយើងចូល menu យើងចូល fitness ហ្នឹងហើយអញ្ចឹងយើងត្រូវមើលក្នុង ATM នេះអញ្ចឹង default ខាងខ្ញុំ9អញ្ចឹងយើងតេស្តជាមួយ default 9ទៅបើក្នុងករណី default 9វារើសខ្លាំងពេកយើងអាចតឡើងតម្លាក់ level បានអញ្ចឹងណាអញ្ចឹងយើងទៅអញ្ចឹង level 9វារើសមកបានប៉ុណ្ណឹង level 9ប៉ុណ្ណឹងអូខេថ្មីស្អាតហ្នឹងហើយអញ្ចឹង level 9ក្នុងករណីថាចង់ឲ្យវាថយ level ជាងហ្នឹងមានន័យថាឲ្យវាល្មមក្នុងដុំនេះថាមានលុយដែលអាចដាក់ ATM បានដែរប្រភេទស្លឹកខ្លះអាចដាក់ ATM បានអញ្ចឹងយើងអាចចុច menu មកយើងតម្លើង level វានេះនៅក្នុង ATM នេះអញ្ចឹងយើងតម្លើងមកតម្លើងថា11ចុះអូខេដើម្បីយើង save អូខេហើយចុច start stop អញ្ចឹងជាមួយអាលុយដែលវាជីកមុនហ្នឹង level 9វាអាចនឹងធ្លាក់មកទៀតហើយធ្លាក់បានប៉ុណ្ណេះទៀតឃើញទេអញ្ចឹងបើថាប៉ុណ្ណឹងយកបានអូខេប្រើ level 11ហ្នឹងទៅប៉ុន្តែបើថាអូវាទៅចាស់ហើយអញ្ចឹងអូខេយើងប្រើ level 9មុនហ្នឹង default ខាងខ្ញុំទៅហ្នឹងបាទអញ្ចឹងក្នុងករណីថាវារើសមកនេះដូចដោយចាស់អូខេបើដោយចាស់យើងចូលទៅតម្លាក់ level វិញចូល menu fitness ចូល ATM អញ្ចឹងយើងតម្លាក់ level នេះមានន័យថាអូ level មកកាន់តែតូចកម្រិតចាប់របស់វាកម្រិតរើសរបស់វាគឺកាន់តែខ្លាំងអញ្ចឹងណាឧទាហរណ៍ឥឡូវខ្ញុំមកដាក់7ហើយខ្ញុំចុចអូខេអញ្ចឹងហើយចុច start stop អញ្ចឹងនៅក្នុងនេះយើងនឹងរើសអាលុយចាស់យើងមកមើល level 7ឃើញទេថ្មីខ្លាំងហ្មងស្លឹកលុយហ្នឹងបើយើងចង់បានថ្មីអញ្ចឹងយើងត្រូវតម្លាក់ level វាហ្នឹងហើយបើយើងចង់បានល្មមឲ្យវាធូរយើងត្រូវតម្លើង level តែបើចង់ឲ្យវារើសកាន់ថ្មីខ្លាំងយើងត្រូវតម្លាក់ level វាអញ្ចឹងណាថ្មីច្រឹងពេលដែលឈប់ប្រើយើងចង់រាប់ធម្មតាវិញចុច menu យើងមក value វិញមកហើយចុច start stop ដើម្បី save function ហើយយើងចុចមកធម្មតាវិញបានអញ្ចឹងយើងមក menu ធម្មតាវិញអូខេអញ្ចឹងការប្រើប្រាស់ function fitness គឺងាយបែបហ្នឹងហើយការងារអាចលឿនអញ្ចឹងអូខេអរគុណច្រើន